ពាក្យរដ្ឋបាលខ្ញុំបានឲ្យនិយមន័យមានរដ្ឋបូកជាមួយបាអញ្ចឹងរដ្ឋយើងអាចស្គាល់បានថាគឺជានគរឬក៏ប្រទេសហើយពាក្យថាបានមានន័យថាជាការគ្រប់គ្រងការដឹកនាំការថែរក្សាអីជាដើមអញ្ចឹងសរុបមករដ្ឋបាលមានន័យថាជាការដឹកនាំការគ្រប់គ្រងប្រទេសអញ្ចឹងជំនាញរដ្ឋបាលសាធារណៈគឺសំដៅទៅលើការសិក្សាលើជំនាញដែលគ្រប់គ្រងឬក៏ដឹកនាំប្រទេសនេះឯងបងអ្នកដែលគាត់ហ៊ានជំនាញរដ្ឋបាលសាធារណៈគឺមានឱកាសច្រើនដែលយើងអាចធ្វើការទាំងនៅក្នុងវិស័យសាធារណៈផងវិស័យឯកជនផងក៏ដូចជានៅខាង NGO អីក៏បានដែរចា៎មុខវិជ្ជាដែលសំខាន់ជាងគេនៅក្នុងជំនាញរដ្ឋបាលសាធារណៈគឺរដ្ឋបាលទូទៅបងឬហៅថា General Administration រៀនជំនាញរដ្ឋបាលសាធារណៈទាមទារឲ្យយើងមានការអានការស្រាវជ្រាវហើយពិភាក្សាច្រើនការអនុវត្តការធ្វើការងារផ្ទាល់ការចោះទៅសហគមន៍អីជាដើមបច្ចេកវិទ្យា AI វាមានទាំងផលប៉ះពាល់និងផលល្អខ្លះដែរហើយខ្ញុំឃើញថានិស្សិតភាគច្រើនគឺគាត់ប្រើខុសយើងជានិស្សិតរដ្ឋបាលសាធារណៈអញ្ចឹងយើងអត់ត្រូវការប្រើប្រាស់ AI ច្រើនដូចជំនាញផ្សេងទៀតទេឯកសារឬក៏កម្រងមេរៀនភាគច្រើន AI វាអត់ស្គាល់ទេបងតែជាក់ស្ដែងខ្ញុំឃើញនិស្សិតយើងប្រើប្រាស់ AI សម្រាប់ការធ្វើ assignment សម្រាប់ការស្រាវជ្រាវអញ្ចឹងខ្ញុំអត់លើកទឹកចិត្តឲ្យប្រើប្រាស់ AI នៅក្នុងការធ្វើរឿងទាំងអស់ហ្នឹងទេជំរាបសួរប្រិយមិត្តសូមស្វាគមន៍មកកាន់កម្មវិធី Major and Career Talk នៅក្នុងសប្តាហ៍នេះយើងឈានចូលដល់ episode 9 season 3ហើយអ្វីដែលកាន់តែពិសេសនៅក្នុងសប្តាហ៍នេះយើងនឹងមកជជែកគ្នាអំពីជំនាញរដ្ឋបាលសាធារណៈដូច្នេះកុំឲ្យខាត់ពេលវេលាយូរយើងទៅជួបជាមួយវាគ្មិនរបស់យើងទាំងអស់គ្នាជំរាបសួរបងសុខសប្បាយជាទេបងចាបងសុខសប្បាយធម្មតាចាអរគុណបងជាតបងចង់ឲ្យបងជួយណែនាំខ្លួនទៅកាន់ប្រិយមិត្តដែលកំពុងទស្សនាវីដេអូមួយនេះឲ្យបានស្គាល់បងជាមុនសិនចាបងអញ្ចឹងដំបូងជំរាបសួរវាគ្មិនម្ដងទៀតហើយជំរាបសួរទៅកាន់មិត្តអ្នកស្ដាប់ podcast នេះទាំងអស់គ្នាដែរនាងខ្ញុំឈ្មោះលីដាហើយបច្ចុប្បន្ននេះនាងខ្ញុំគឺជានិស្សិតឆ្នាំទី2ដែលសិក្សាទៅលើជំនាញរដ្ឋបាលសាធារណៈនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចាអរគុណបងជាអ្នកខេត្តឬអ្នកភ្នំពេញដែរបងខ្ញុំអ្នកមកពីខេត្តបងចាខេត្តណាដែរបងអ្នកកាចេះបងចានៅខាងកាចេះគេល្បីខាងអីដែរបងដូចជាកាឡានមួយណែបងចាចាំពេកបានទៅចាំខ្ញុំសាកហ្នឹងហើយបងចាឥឡូវយើងមកចូលប្រធានបទយើងនៅថ្ងៃនេះយើងជជែកគ្នាអំពីជំនាញរដ្ឋបាលសាធារណៈសំណួរដំបូងដែលខ្ញុំចង់ដឹងខ្ញុំចង់ឲ្យបងប្រាប់ថាតើមូលហេតុអីបានជាបងសម្រេចចិត្តជ្រើសរើសរៀនជំនាញមួយនេះតែបងវាបងសម្រាប់ខ្ញុំផ្ទាល់គឺអត់ខុសគ្នាពីមិត្តនិស្សិតផ្សេងទៀតទេគឺមករៀនជំនាញនេះដោយសារតែចំណង់ចំណូលចិត្តស្រឡាញ់វាសួរថាហេតុអីស្រឡាញ់វាមានហេតុផលនៅពីក្រោយនឹងទៀតអញ្ចឹងទី1ជំនាញរដ្ឋបាលសាធារណៈគឺជាជំនាញមួយដែលយើងអាចរៀនហើយអាចទៅវិញធ្វើការបម្រើប្រយោជន៍រួមប្រយោជន៍ជាតិអញ្ចឹងណាបងអញ្ចឹងខ្ញុំជាមនុស្សដែលស្រឡាញ់ហើយក៏ចូលចិត្តឃើញប្រទេសជាតិរីកចម្រើនចង់ឲ្យប្រទេសជាតិមានការអភិវឌ្ឍអញ្ចឹងខ្ញុំមករៀនជំនាញនេះខ្ញុំជឿជាក់ថាខ្ញុំអាចជាចំណែកមួយដែលអាចចូលរួមជួយអភិវឌ្ឍប្រទេសជាតិបានដោយផ្ទាល់ហើយមួយវិញទៀតដោយសារតែមើលឃើញពីអាកាសដែរបងចាអ្នកដែលគាត់រៀនជំនាញរដ្ឋបាលសាធារណៈគឺមានអាកាសច្រើនដែលយើងអាចធ្វើការទាំងនៅក្នុងវិស័យសាធារណៈផងវិស័យឯកជនផងក៏ដូចជានៅខាង NGO អីក៏បានដែរចាពិតជាល្អមែនទែនបងខ្ញុំជឿជាក់ថាប្រិយមិត្តក៏ដូចជាខ្ញុំផ្ទាល់មានចង្អល់ហើយថាតើជំនាញរដ្ឋបាលសាធារណៈហ្នឹងជាជំនាញបែបណាហើយជាអ្វីដែលបងអាចឲ្យនិយមន័យតើតើនឹងជំនាញមួយនេះបងចាចំពោះនិយមន័យនៃជំនាញរដ្ឋបាលសាធារណៈអញ្ចឹងមុននឹងស្គាល់ថាអីគេគឺជាជំនាញរដ្ឋបាលសាធារណៈយើងត្រូវស្គាល់ថាអីគេជារដ្ឋបាលអញ្ចឹងពាក្យរដ្ឋបាលខ្ញុំបានឲ្យនិយមន័យវាមានរដ្ឋបូកជាមួយបាលអញ្ចឹងរដ្ឋយើងអាចស្គាល់បានថាគឺជានគរឬក៏ប្រទេសហើយពាក្យថាបាលមានន័យថាជាការគ្រប់គ្រងការដឹកនាំការថែរក្សាអីជាដើមអញ្ចឹងសរុបមករដ្ឋបាលមានន័យថាជាការដឹកនាំការគ្រប់គ្រងប្រទេសអញ្ចឹងជំនាញរដ្ឋបាលសាធារណៈគឺសំដៅទៅលើការសិក្សាលើជំនាញដែលគ្រប់គ្រងឬក៏ដឹកនាំប្រទេសនេះឯងបងចាបងពិតជាល្អមែនតើអាចថាស្ដាប់ហើយងាយស្រួលយល់មែនតើអញ្ចឹងសម្រាប់ប្រិយមិត្តដែលគាត់តែងតែមានចង្អល់តាក់ទងអាចថាតើជំនាញហ្នឹងជាជំនាញបែបណាជាអ្វីអីអញ្ចឹងឯងបង
ដោះស្រាយចង្អុលហើយ ចា៎ ដែលឡែកខ្ញុំចង់ឲ្យបងរៀបរាប់ទ្រុសបងថាតើមុខវិជ្ជាអីខ្លះដែលបងបានសិក្សានៅក្នុងជំនាញមួយនេះហ៎បង អូខេបងជាក់ស្ដែងទៅមុខវិជ្ជាជំនាញរដ្ឋបាលសាធារណៈមានមុខវិជ្ជាច្រើនទៅតាមអាចថាទៅតាមសាលាតាមសាកលដែលគាត់ដាក់បញ្ចូលអញ្ចឹងប៉ុន្តែជារួមមុខជំនាញរដ្ឋបាលសាធារណៈនេះរៀនពាក់ព័ន្ធមួយច្បាប់ដែរសម្រាប់អីដែលខ្ញុំបានឆ្លងកាត់គឺនៅឆ្នាំទី1យើងរៀនជាមូលដ្ឋានមានដូចជាភាសារៀនកុំព្យូទ័ររៀនអីជាទូទៅអញ្ចឹងទៅហើយចូលទៅដល់ឆ្នាំទី2យើងអាចរៀនមុខជំនាញច្បាប់មួយចំនួនដែរដូចក្រមទាំង4អីហ្នឹងក៏យើងមានបញ្ចូលដែរប៉ុន្តែយើងរៀនជាទូទៅទៅដល់ឆ្នាំទី3ទី4ខ្ញុំក៏មិនទាន់ច្បាស់លាស់ដែរដោយសារខ្ញុំទៅតែជានិស្សិតឆ្នាំទី2ប៉ុន្តែអាចថាធ្លាប់បានដឹងឮអញ្ចឹងយើងអាចរៀនជាជំនាញការគ្រប់គ្រងធនធានមនុស្សរៀនពីហិរញ្ញវត្ថុសាធារណៈនីតិរដ្ឋបាលនីតិការងារនីតិភូមិបាលអីជាដើមបងអានេះគ្រាន់តែជាត្រួសតួអញ្ចឹងណាបង ចាអរគុណបងសម្រាប់ចម្លើយដ៏ក្បោះក្បាយមួយវិញទៀតបងខ្ញុំចាប់អារម្មណ៍មែនតើត្រង់មុខវិជ្ជាដែលបងបានលើកឡើងហ្នឹងហើយខ្ញុំចង់ដឹងថាតើមុខវិជ្ជាអ្វីដែលសំខាន់ដែលបងអាចថាសំខាន់ជាងគេហើយតើហេតុអ្វីបានជាមុខវិជ្ជានឹងសំខាន់បង អូខេបងបើសម្រាប់ខ្ញុំយល់ថាមុខវិជ្ជាដែលសំខាន់ជាងគេនៅក្នុងជំនាញរដ្ឋបាលសាធារណៈគឺជំនាញមុខវិជ្ជារដ្ឋបាលទូទៅបងឬហៅថា General Administration បានជាខ្ញុំថាមុខវិជ្ជានេះគឺជាមុខវិជ្ជាសំខាន់នៅក្នុងជំនាញរដ្ឋបាលសាធារណៈដោយសារតែវាគឺជាមុខវិជ្ជាមូលដ្ឋានជាគ្រឹះដែលអាចឲ្យយើងបន្តទៅថ្នាក់បន្តទៅឆ្នាំផ្សេងៗទៀតបានណាបើមិនជាប្រៀបធៀបឲ្យស្រួលស្ដាប់ទៅគឺប្រៀបបានដូចជាយើងរៀនកខអញ្ចឹងណាបងអញ្ចឹងតើយើងចេះកខចឹងតែយើងអាចឡើងថ្នាក់ទី1ទី2អញ្ចឹងរដ្ឋបាលទូទៅនេះដូចគ្នាយើងរៀនពីសញ្ញាណទូទៅពាក់ព័ន្ធជាមួយវិស័យរដ្ឋបាលសាធារណៈនឹងឯងបងប៉ុន្តែយ៉ាងណាក៏មុខវិជ្ជាផ្សេងៗទៀតនៅតែសំខាន់ដែរបានន័យថាវាផ្សារភ្ជាប់គ្នាវាមានតំណែងមួយគ្នាទៅវិញទៅមកដែរ ចាអរគុណបងដែលឡែកខ្ញុំចង់ដឹងបន្ថែមទៀតអាចថាជាការយល់ឃើញរបស់និស្សិតបងអាចថាគាត់យល់ឃើញខុសចំពោះជំនាញរដ្ឋបាលសាធារណៈនេះថាតើជាអ្វីដែរបង ចំពោះនិស្សិតជាទូទៅតាមដែលខ្ញុំមើលឃើញអ្នកដែលគាត់មករៀនជំនាញរដ្ឋបាលសាធារណៈឬមួយក៏អ្នកដែលគាត់អត់ទាន់មករៀនទេភាគច្រើនគាត់យល់ថារៀនរដ្ឋបាលសាធារណៈរៀនហើយគឺត្រូវតែទៅធ្វើមន្ត្រីរាជការប៉ុន្តែជាក់ស្ដែងវាមិនមែនចឹងទេដូចខ្ញុំបានលើកឡើងខាងលើចឹងរៀនរដ្ឋបាលសាធារណៈក្រៅពីបម្រើការងារជាមន្ត្រីឬក៏បម្រើការងារនៅក្នុងវិស័យរដ្ឋបាលសាធារណៈក៏គាត់អាចទៅបម្រើការងារនៅក្នុងវិស័យឯកជននៅក្នុងអង្គការ NGO អីផ្សេងៗដែរចា៎ហើយមួយទៀតពាក់ព័ន្ធទៅនឹងអានេះគ្រប់គ្នាប្រហែលជាអាចលើហ៊ានជំនាញរដ្ឋបាលសាធារណៈទៅធ្វើការងារបានតើតែមានខ្សែមានខ្នងមានទីពំនាក់ទៅរៀនហើយមានការងារធ្វើប៉ុន្តែជាក់ស្ដែងមិនមែនចឹងទេដូចជាថ្មីយើងមើលឃើញមានការប្រឡងប្រជែងជាច្រើនក្រុមការដឹកនាំរបស់ឯកឧត្តមហ៊ុនម៉ាណីនៅដូចជាយើងឃើញសាលាភូមិន្ទរដ្ឋបាលចា៎ការប្រឡងចូលគឺមានលក្ខណៈតឹងរឹងខ្លាំងមែនតើអញ្ចឹងតើតែយើងមានសមត្ថភាពពិតប្រាកដទើបអាចប្រឡងចូលជាប់ចំណុចមួយទៀតដែលឃើញនិស្សិតភាគច្រើនគាត់យល់ច្រឡំដែរគឺពាក់ព័ន្ធទៅនឹងការដែលរៀនរដ្ឋបាលសាធារណៈគាត់ច្រឡំជាមួយរដ្ឋបាលការិយាល័យបងហ្នឹងហើយអ្នករដ្ឋបាលនៅក្នុង office ដែលយើងឃើញគាត់ធ្វើការទៅលើឯកសារលើការងារប្រចាំថ្ងៃនៅក្នុង office ហ្នឹងក៏គេហៅគាត់ថាជាអ្នករដ្ឋបាលដែរប៉ុន្តែវាអត់ដូចគ្នាជាមួយរដ្ឋបាលសាធារណៈទេបងដោយសារតែរដ្ឋបាលសាធារណៈយើងធ្វើការឬក៏យើងរៀនពាក់ព័ន្ធទៅនឹងការគ្រប់គ្រងប្រទេសការដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិថ្នាក់ជាតិអីជាដើមអញ្ចឹងហ្នឹងហើយអានេះក៏ឃើញគ្នាយើងគិតខុសច្រើនដែរ ចាបងគិតជាល្អមែនតើអាចថាខ្ញុំពីមុនធ្លាប់គិតដូចបងបានលើកឡើងមិញគឺខ្ញុំយល់ឃើញខុសចំពោះជំនាញមួយនេះអាចថាខ្ញុំគិតថាជំនាញរដ្ឋបាលសាធារណៈហ្នឹងប្រហែលជាធ្វើការនៅក្នុងអាចថារដ្ឋបាលការិយាល័យគ្រប់គ្រងទូទៅនៅក្នុង office អីអញ្ចឹងតែដូចបងបានលើកឡើងអញ្ចឹងគឺខ្ញុំគិតខុសមែនតើចាអរគុណបងមួយវិញទៀតខ្ញុំចង់ឲ្យបងជួយប្រាប់បន្ថែមតកតងទៅនឹងអាចថាការចំណាយក្នុងការរៀនជំនាញមួយនេះបងថាតើចំណាយ
អស់ច្រើនអត់បងហើយត្រូវចំណាយទៅលើអ្វីខ្លះដែរបង ចាសម្រាប់ខ្ញុំផ្ទាល់ខ្ញុំអត់ចំណាយច្រើនទេពាក់ព័ន្ធមួយការរៀនលើជំនាញហ្នឹងដោយសារទីមួយខ្ញុំបានកាត់បន្ថយចំណាយទៅលើការបង់ថ្លៃសាលាបងដោយសារខ្ញុំរៀននៅវិទ្យាស្ថានខ្មែរចំនួនថ្មីដែលមានអាហារូបករណ៍ 100% អញ្ចឹងវាកាត់បន្ថយបានច្រើនថ្លៃសាលាបងអញ្ចឹងក្រៅពីហ្នឹងគឺចំណាយទៅលើឯកសារចំណាយទៅលើការទិញសភៅការ print ឬក៏ copy ឯកសារអីផ្សេងៗហើយអញ្ចឹងបានថាវាតិចតួចទេដោយសារតែបច្ចុប្បន្ននេះយើងមើលឃើញថាមានសិស្សច្បងមានលោកគ្រូអ្នកគ្រូគឺគាត់បានចែកម្លែកឯកសារទាំងអស់ហ្នឹងច្រើនអញ្ចឹងយើងអាចមើលវាជា PDF បានដែរបងចា៎ ចាអរគុណបងអាចថាដោះស្រាយចង្អុលនិស្សិតដែលគាត់ចាប់អារម្មណ៍ជំនាញមួយនេះហើយគាត់គិតថាតើរៀនជំនាញហ្នឹងអស់លុយច្រើនអត់បងអស់ច្រើនអត់ចំណាយអស់ច្រើនអត់អីអញ្ចឹងល្អមែនតើបងមួយវិញទៀតបងខ្ញុំចង់ឲ្យបងជួយប្រាប់ថាតើសិស្សនិស្សិតជំនាញរដ្ឋបាលសាធារណៈនេះគាត់មាន daily life បែបណាដែរបង ចំពោះ daily life សម្រាប់និស្សិតរដ្ឋបាលសាធារណៈជាទូទៅហ្មងខ្ញុំអត់ដឹងថាគេបែបម៉េចទេប៉ុន្តែអីដែលខ្ញុំមានខ្លះៗហើយយល់ថានិស្សិតផ្សេងទៀតគួរតែមានដែរទីមួយពាក់ព័ន្ធមួយការស្ដាប់ព័ត៌មានបងស្ដាប់ព័ត៌មានតាមដានសង្គមរឿងរ៉ាវហេតុការណ៍នៅក្នុងសង្គមថ្មីៗនិស្សិតរដ្ឋបាលសាធារណៈគឺត្រូវតែដឹងមិនថាតែព័ត៌មានជាតិឬក៏ព័ត៌មានអន្តរជាតិទេពីព្រោះអនាគតទៅយើងនឹងរៀនហើយនឹងទៅធ្វើការលើការអភិវឌ្ឍជាតិអញ្ចឹងយើងត្រូវដឹងពីការវិវត្តពីមួយថ្ងៃទៅមួយថ្ងៃនៃទាំងប្រទេសយើងទាំងពិភពលោកទាំងមូលដែរនេះពាក់ព័ន្ធមួយការស្ដាប់ហើយមួយវិញទៀតនិស្សិតរដ្ឋបាលសាធារណៈគួរតែអានបានច្រើនដោយសារតែគោលនយោបាយក៏ដូចជានីតិវិធីអីផ្សេងៗរបស់មុខជំនាញនេះគឺភាគច្រើនមាននៅក្នុងសភៅគេចងក្រងឡើងជាឯកសារអញ្ចឹងហើយការដែលអានការដែលស្រាវជ្រាវច្រើនក៏ជួយឲ្យអ្នករៀនជំនាញនេះគាត់កាន់តែបង្កើនចំណេះដឹងរបស់គាត់បន្ថែមចឹងបងហើយមួយទៀតគឺសំខាន់ដែរហើយខ្ញុំក៏បានធ្វើវាដែរពាក់ព័ន្ធនឹងការចូលរួមការងារសង្គមអញ្ចឹងការដែលយើងរៀនជំនាញនេះគឺត្រូវផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងសង្គមយើងត្រូវនិយាយស្រួលស្ដាប់ត្រូវស្គាល់សង្គមហ្នឹងហើយអ្នករៀនជំនាញរដ្ឋបាលសាធារណៈគួរតែទៅចូលរួមការងារសង្គមឲ្យបានច្រើនទីមួយយើងក៏បានទៅដឹងទៅឃើញទៅឮផ្ទាល់ពីបរិបទជំនាញខ្លួនខាងក្រៅហ្នឹងហើយការដែលស្គាល់មនុស្សច្រើនអញ្ចឹងបានថាយើងអាចចេះវិភាគចេះពិចារណាបានច្រើនជាងមុនអញ្ចឹងណាបងហ្នឹងហើយ ចាអរគុណបងសម្រាប់ការចែកម្លែកខ្ញុំពិតជាចាប់អារម្មណ៍ daily life ជំនាញរដ្ឋបាលសាធារណៈមែនតើដោយសារទី1គាត់ត្រូវតាមដានព័ត៌មានជាប្រចាំថ្ងៃដូចបងបានចែកម្លែកអញ្ចឹងហើយទី2គឺគាត់ត្រូវអានសភៅហើយស្រាវជ្រាវហើយអ្វីដែលសំខាន់គឺចូលរួមក្នុងសង្គមអាចថាប្រឡូកក្នុងសង្គមដឹងច្រើនអីអញ្ចឹងពិតជាល្អមែនតើបងខ្ញុំឃើញបងលើកឡើងតកតងទៅនឹងអាចថាគាត់រៀនជំនាញរដ្ឋបាលសាធារណៈនេះហើយពេលអនាគតគាត់អាចក្លាយជាអ្នកដឹកនាំអញ្ចឹងធ្វើអត់បងអញ្ចឹងខ្ញុំចង់ឲ្យបងជួយចែកម្លែកអាចថាជាវិធីសាស្ត្របងធ្វើម៉េចឲ្យគាត់មានភាពជឿជាក់លើខ្លួនឯងក្នុងការធ្វើជាអ្នកដឹកនាំនឹងឲ្យសម្រេចបានជោគជ័យអីអញ្ចឹងបង ចាបងពីខ្ញុំទៅខ្ញុំយល់ថាអ្វីដែលគួរមានហើយសំខាន់ជាងគេគឺពង្រឹងសមត្ថភាពអាចថាវាស្ទើរគ្នាមួយការលើកឡើងខាងលើដែរពង្រឹងសមត្ថភាពទៅកាលណាយើងខ្លាំងមិនថាទាំង soft skill ឬក៏ hard skill ជំនាញរដ្ឋបាលសាធារណៈយើងនឹងឯងចឹងនៅពេលដែលយើងមានសមត្ថភាពមួយដែលរឹងមាំដែលទូលំទូលាយចឹងជាកត្តាជំរុញដ៏ធំមួយហើយបន្ទាប់បន្សំមកជាការដែលចេះស្ដាប់ចេះនិយាយហើយនឹងការដែលទៅអនុវត្តអញ្ចឹងចេះស្ដាប់នឹងបានន័យថានៅពេលដែលយើងធ្វើជាអ្នកដឹកនាំអញ្ចឹងយើងអាចយល់តែគំនិតយើងតែផ្ទាល់ខ្លួនបានទេអញ្ចឹងស្ដាប់មនុស្សជំនាញខ្លួនស្ដាប់ពីបរិបទខាងក្រៅស្ដាប់ហើយគិតនឹងវិភាគហើយមួយវិញទៀតគឺត្រូវហ៊ាននិយាយអញ្ចឹងនៅពេលដែលយើងមានចំណេះដឹងហើយយើងចេះស្ដាប់ចេះវិភាគហើយតើកាលណាដែលយើងអត់ហ៊ាននិយាយអត់ហ៊ានបញ្ចេញមតិអញ្ចឹងការដែលយើងចេះកន្លងមកយើងមានចំណេះដឹងកន្លងមកវាអត់បានជាប្រយោជន៍រួមទេបានន័យថាយើងចេះតែខ្លួនឯងយើងអត់អាចចែកម្លែក
ហើយអត់អាចនិយាយបានថាអត់អាចទៅជួយសង្គមផ្សេងទៀតបានដែរអញ្ចឹងណាបងអញ្ចឹងអ្នកដែលហ៊ានរដ្ឋបាលសាធារណៈគឺត្រូវក្លាហាននៅក្នុងការនិយាយច្រើន ចាបងខ្ញុំពិតជាចាប់អារម្មណ៍ចំពោះវិធីសាស្ត្របងមែនតើអាចថាប្រិយមិត្តខ្លះគាត់មានចង្អល់តកតងទៅនឹងអាចថាគាត់រៀនជំនាញនឹងអីអញ្ចឹងប៉ុន្តែគាត់អត់ដឹងថាតើគួរកសាងសមត្ថភាពគាត់ក្នុងអាភិបជាអ្នកដឹកនាំនឹងជឿជាក់លើខ្លួនឯងនឹងបែបណាអញ្ចឹងដូចបងបានលើកឡើងអញ្ចឹងទី1អាចថាយើងពង្រឹងសមត្ថភាពខ្លួនឯងដោយការចេះស្ដាប់ទូទៅពេលដែលយើងចូលរួមផ្សេងៗយើងអាចស្ដាប់មិនមែនយើងគិតថាខ្លួនឯងត្រូវរហូតទេហើយទី1ទៀតគឺយើងចេះនិយាយជាមួយមនុស្សជុំវិញខ្លួនហើយនឹងអាចថាគិតវិភាគហើយយើងហ៊ានចែករំលែកនៅអ្វីដែលឃើញយល់នៅអ្វីដែលយើងយល់ឃើញទៅកាន់សង្គមពិតជាល្អមែនតើបងដែលឡែកបងខ្ញុំចាប់អារម្មណ៍តកតងទៅនឹងអាចថាតើនិស្សិតសម័យ Gen Z នេះថាតើគាត់មានចំណេះដឹងអ្វីដែរដើម្បីអាចថាត្រៀមដោះស្រាយបញ្ហាសម្រាប់សម័យទំនើបនេះបងចាបងមែនតើទៅមិនថាតែនិស្សិតហ៊ានជំនាញរដ្ឋបាលសាធារណៈឯងនិស្សិតដែលគាត់ហ៊ានជំនាញផ្សេងទៀតក៏ត្រូវមានជំនាញនេះដូចគ្នាដែលខ្ញុំនឹងលើកឡើងគឺពាក់ព័ន្ធជាមួយនឹងចំណេះដឹងបច្ចេកវិទ្យាបងឥឡូវនេះបច្ចេកវិទ្យាវាជឿនលឿនបើទោះបីជាអ្នកដែលរៀនរដ្ឋបាលសាធារណៈអត់ត្រូវប្រើប្រាស់ច្រើនប៉ុន្តែយើងគួរតែចេះដែរដោយសារតែថ្មីនេះយើងឃើញរាជរដ្ឋាភិបាលយើងបានបង្កើតពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យានឹងច្រើនតួយ៉ាងដូចជាឥឡូវនេះលោកមាន app មានអីច្រើនអញ្ចឹងអ្នកដែលរៀនរដ្ឋបាលសាធារណៈគឺគាត់អាចចូលទៅស្រាវជ្រាវរកឯកសាររកទិន្នន័យអីផ្សេងបានតាម app របស់ក្រសួងឬក៏ស្ថាប័នមួយដែរហើយក្រៅពីហ្នឹងបើទោះបីជាមិនទៅស្វែងរកតាម app ឬក៏អីរបស់ក្រសួងទេក៏អាចទៅរកតាម website ធំអីបានបន្ថែមដែរបងហើយក្រៅពីនឹងដែរជំនាញទុនដែលនិស្សិតយើងគួរតែមានគឺពាក់ព័ន្ធជាមួយនឹងការគិតស៊ីជម្រៅឬហៅថា critical thinking នឹងគ្រប់ជំនាញគឺត្រូវតែមានហ្មងវិភាគគិតអញ្ចឹងដូចលើកឡើងខាងលើអញ្ចឹងយើងត្រូវចេះស្ដាប់ចេះនិយាយហើយស្ដាប់មកហើយគិតពិចារណាបានល្អិតល្អន់បងមានប៉ុណ្ណាចាអរគុណបងសម្រាប់ចម្លើយដ៏ក្បោះក្បាយឥឡូវយើងងាកមកការត្រៀមខ្លួនវិញម្ដងបងដោយសារឥឡូវនេះអាចថាចិត្តដល់ការប្រឡងសញ្ញាបត្របាក់ឌុបហើយមានសិស្សមួយចំនួនគាត់ចាប់អារម្មណ៍ទៅលើជំនាញរដ្ឋបាលសាធារណៈអញ្ចឹងបងអញ្ចឹងគាត់ចង់ដឹងថាតើដើម្បីអាចថាគាត់ត្រៀមខ្លួនរៀននៅជំនាញមួយនេះថាតើគាត់គួរត្រៀមខ្លួនបែបណាដែរបងពីខ្ញុំទៅបើសិនជាសិស្សានុសិស្សគាត់ប្រកាសថាគាត់ពិតជាចូលចិត្តជំនាញរដ្ឋបាលសាធារណៈនឹងមែនអីដែលយើងគួរត្រៀមគឺពាក់ព័ន្ធជាមួយការចូលទៅក្នុងសង្គមអញ្ចឹងបើសិនជាឥឡូវនេះយើងគឺជាមនុស្សដែលគេហៅថាមនុស្សដែលអត់សូវចេះនិយាយស្ដីឬក៏ introvert នឹងឯងអញ្ចឹងគួរតែចាប់ផ្ដើមចូលរួមការងារសង្គមផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងសង្គមដោយសារតែការសិក្សាជំនាញនេះអនាគតទៅគឺយើងធ្វើការជាមួយសង្គមអញ្ចឹងយើងត្រូវអាចថាមានទំនាក់ទំនងច្រើនជាមួយសង្គមនៅខាងក្រៅហើយមួយវិញទៀតការដែលស្វែងយល់ពីអារម្មណ៍ពីចិត្តគំនិតរបស់ប្រជាពលរដ្ឋក៏ដូចជាអ្នកដែលនៅជុំវិញខ្លួនអញ្ចឹងសិស្សប្អូនមុននឹងគាត់សម្រេចចិត្តថាហ៊ានជំនាញនេះយើងគិតមិនដែរចំពោះអ្នកដែលនៅជុំវិញខ្លួនយើងយើងមើលឃើញថាប្រជាពលរដ្ឋយើងបច្ចុប្បន្នអាចនិយាយបានថាចូលចិត្តរិះគន់រាជរដ្ឋាភិបាលអញ្ចឹងនៅពេលដែលយើងហ៊ានចប់ការងារនេះហ៊ានចប់ជំនាញនេះយើងនឹងទៅធ្វើការអញ្ចឹងថាតើយើងអាចទ្រាំទ្របានអត់ជាមួយពាក្យហិគុណហ្នឹងហើយមួយទៀតថាតើយើងនឹងដោះស្រាយជាមួយពាក្យហិគុណហ្នឹងបែបម៉េចអញ្ចឹងពីខ្ញុំទៅគឺផ្លូវចិត្តរឹងមាំហ្នឹងហើយត្រូវមានផ្លូវចិត្តរឹងមាំហើយដោះស្រាយបញ្ហាបានលឿនហ្នឹងហើយចាអរគុណបងអញ្ចឹងអាចថាសិស្សដែលគាត់ចាប់អារម្មណ៍ជំនាញមួយនេះអាចត្រៀមខ្លួនឲ្យហើយដោយអ្វីដែលបងបានលើកឡើងអញ្ចឹងទី1អាចថាបើសិនជាយើងជាមនុស្ស introvert ឬក៏អាចថាអត់សូវប្រឡូកក្នុងសង្គមអត់សូវតាមដានទេចាបើសិនយើងស្រឡាញ់ជំនាញហ្នឹងយើងត្រូវតែចាស្រាវជ្រាវឬក៏អាចថាប្រឡូកក្នុងសង្គមតាមដានព័ត៌មានថ្មីក្នុងសង្គមហើយដូចបងបានលើកឡើងអញ្ចឹងគឺត្រៀមផ្លូវចិត្តឲ្យរឹងមាំចាល្អមែនតើបងដល់ឡែកខ្ញុំចង់ដឹងអាចថាជាចំណងចំណូលចិត្តបងតើអាចថាតើសិស្សដែលគាត់ចង់រៀនជំនាញរដ្ឋបាលសាធារណៈនេះគួរមានចំណងចំណូលចិត្តបែបណាដែរបងច
ចាសំណួរនេះល្អមែនតើខ្ញុំបារម្ភដែរបារម្ភពីសិស្សប្អូនដែលគាត់មករៀនខុសជំនាញអញ្ចឹងពីខ្ញុំទៅដើម្បីឲ្យយើងប្រកាសថាយើងចូលចិត្តជំនាញរដ្ឋបាលសាធារណៈមែនអត់យើងត្រូវសង្កេតមើលថាតើខ្លួនឯងគឺជាមនុស្សដែលចូលចិត្តចូលរួមជាមួយសង្គមដែរទេតើខ្លួនឯងចូលចិត្តឃើញសហគមន៍ខ្លួនឯងរីកចម្រើនចូលចិត្តដោះស្រាយបញ្ហាចូលចិត្តបានន័យថាគិតប្រយោជន៍រួមណាចាគិតប្រយោជន៍រួមមិនមែនឲ្យតែខ្លួនឯងបានសុខណាស់មិនទៅអត់មែនចឹងទេអញ្ចឹងនិស្សិតដែលហ៊ានរដ្ឋបាលសាធារណៈជាទូទៅខ្ញុំជឿជាក់ថាគាត់គឺជាមនុស្សដែលគិតគូរពីប្រទេសជាតិច្រើនចាអរគុណបងខ្ញុំពិតជាចាប់អារម្មណ៍ត្រង់ចំណុចនេះមែនតើដោយសារតែមាននិស្សិតមួយចំនួនគាត់ជ្រើសរើសជំនាញខុសដោយសារតែចំណង់ចំណូលចិត្តនឹងពេលខ្លះគាត់អត់ដឹងថាតើអានឹងជាចំណង់ចំណូលចិត្តគាត់អត់ចឹងដល់ពេលគាត់ទៅរៀនទៅគាត់ដូចថាគាត់ថាវាពិបាកអានឹងមិនមែនជាអ្វីដែលគាត់ស្រឡាញ់អ្វីដែលគាត់ចង់ធ្វើគាត់ក៏លះបង់ឬក៏បោះបង់ជំនាញនឹងអញ្ចឹងអាចថានិស្សិតរបស់យើងមើលឬក៏អាចថាស្វែងយល់ខ្លួនឯងឲ្យមុននឹងជ្រើសរើសរៀនជំនាញអ្វីមួយពិតជាល្អមែនតើបងដែលខ្ញុំចង់ដឹងអាចថានៅពេលទនេតើនិស្សិតជំនាញរដ្ឋបាលសាធារណៈនេះគាត់ចូលចិត្តធ្វើអ្វីដែរបងអូខេបងចំពោះនិស្សិតរដ្ឋបាលសាធារណៈពេលទនេរបស់គាត់ខ្ញុំជឿជាក់ថាគាត់ចំណាយទៅលើការអានច្រើនដូចលើកឡើងខាងលើការដែលអានច្រើនគឺមិនថាតែអ្នកហ៊ានជំនាញរដ្ឋបាលសាធារណៈជំនាញផ្សេងទៀតក៏ខ្ញុំជឿជាក់ថាអញ្ចឹងដូចគ្នាប៉ុន្តែអ្នកដែលរៀនរដ្ឋបាលសាធារណៈបើសិនជាគាត់អត់អានទេគាត់នឹងអត់ទទួលបានទិន្នន័យអត់ទទួលបានព័ត៌មានទេព្រោះអ្នកដែលហ៊ានជំនាញនេះគឺគោលនយោបាយក៏ដូចជានីតិវិធីអីផ្សេងៗគឺមាននៅក្នុងសភៅភាគច្រើនអញ្ចឹងគាត់ត្រូវទាមទារឲ្យមានការអានហើយក្រៅពីហ្នឹងក៏ទាមទារឲ្យមានការពិភាក្សាវែកញែកឬគេហៅថា debate ផ្លាស់ប្ដូរផ្នត់គំនិតគ្នាទៅវិញទៅមកជាមួយអាចថាជាមួយមិត្តរួមក្រុមជាមួយមិត្តភ័ក្តិអីចឹងជាដើមណាបងហើយសំខាន់ដែរអ្នកដែលរៀនរដ្ឋបាលសាធារណៈគួរតែមានគឺការចូលរួមជាមួយសង្គមបងដូចលើកឡើងពីមុនមកអញ្ចឹងអាចថារៀនតែជាប៉ុន្តែវាអត់ទៅណាឆ្ងាយពីនឹងឯងគឺគាត់គួរតែជាមនុស្សដែលចេះទំនាក់ទំនងមានទំនាក់ទំនងទៅខាងក្រៅច្រើនដែលបងខ្ញុំចង់ឲ្យបងចែកម្លែកអាចថាតកតងទៅនឹងបទពិសោធន៍របស់បងតាមរយៈដែលបងរៀនជំនាញរដ្ឋបាលសាធារណៈនេះហើយបងជួបប្រទះនៅបញ្ហាអ្វីខ្លះដែរបងហើយបើសិនជាមានបងដោះស្រាយបញ្ហាទាំងនោះដោយរបៀបណាដែរបងចាបងសម្រាប់ខ្ញុំផ្ទាល់បញ្ហាធំបំផុតរបស់ខ្ញុំគឺពាក់ព័ន្ធជាមួយនឹងពេលវេលាបងដោយសារតែរៀនជំនាញរដ្ឋបាលសាធារណៈទាមទារឲ្យយើងមានការអានការស្រាវជ្រាវហើយពិភាក្សាច្រើនហើយនឹងមួយផ្នែកទៀតគឺការអនុវត្តការធ្វើការងារផ្ទាល់ការចុះទៅសហគមន៍អីជាដើមអញ្ចឹងណាបងអញ្ចឹងសម្រាប់ខ្ញុំដោយសារតែបច្ចុប្បន្ននេះខ្ញុំជានិស្សិតផងហើយខ្ញុំធ្វើការផងអញ្ចឹងសម្រាប់ខ្ញុំពេលវេលាអាចថាយើងអត់សូវបានផ្ដោតច្រើនលើការសិក្សាអញ្ចឹងណាបងអាចថាយើងរៀនបានប៉ុន្តែគ្រាន់ថាវានៅមានកម្រិតណាបងដោយសារយើងអត់មានពេលទៅអានយើងអត់មានពេលចំណាយពេលស្ដាប់ឬក៏ទៅចូលប្រឡូកនៅក្នុងការងារអីផ្សេងដែរអញ្ចឹងបងចាអរគុណបងសម្រាប់ការចែកម្លែកបទពិសោធន៍របស់បងឥឡូវយើងងាកមកអាចថាវិសាលភាពការងារវិញម្ដងបងខ្ញុំចង់ឲ្យបងចែកម្លែកថាតើជំនាញរដ្ឋបាលសាធារណៈនេះបន្ទាប់ពីគាត់រៀនចប់ហើយគាត់អាចមានឱកាសការងារអ្វីខ្លះដែរបងហ្នឹងហើយបងចំពោះវិសាលភាពការងារអ្នកដែលរៀនជំនាញរដ្ឋបាលសាធារណៈគឺគាត់អាចធ្វើការងារបានទូលំទូលាយបងទី1ពាក់ព័ន្ធទៅនឹងស្ថាប័នសាធារណៈគាត់អាចបម្រើការជាមន្ត្រីនៅស្ថាប័នថ្នាក់ជាតិក៏ដូចជាស្ថាប័នថ្នាក់ក្រោមជាតិបានផងដែរហើយមួយផ្នែកទៀតអ្នកដែលរៀនរដ្ឋបាលសាធារណៈក៏គាត់អាចប្រឡងចូលធ្វើជាមន្ត្រីទូតបានដែរបងហើយនឹងហើយមួយវិញទៀតក្រៅពីវិស័យសាធារណៈក៏យើងអាចចូលរួមបានជាមួយវិស័យឯកជនដែរបងតួយ៉ាងយើងក៏អាចធ្វើជាអ្នកគ្រប់គ្រងធនធានមនុស្សឬក៏ហៅថា HR ហ្នឹងបងក៏យើងមានឱកាសធ្វើការងារទាំងអស់ហ្នឹងដែរហើយនៅក្នុងវិស័យឯកជនក៏អាចធ្វើជាអ្នកគ្រប់គ្រងដឹកនាំគម្រោងអីដែរនឹងក្រៅពីវិស័យពីរនេះយើងនៅមានអង្គការ NGO មួយទៀតយើងក៏អាចចូលរួមជាមួយអង្គការក្រៅរដ្ឋាភិបាលបានដែរបង
ចាអរគុណបងស្ដាប់បងចាញ់ម្លេចហើយខ្ញុំមានអារម្មណ៍ថាជំនាញនេះគឺមានឱកាសការងារច្រើននៅក្នុងសង្គមអញ្ចឹងអាចថាអ្នកដែលគាត់ចាប់អារម្មណ៍លើជំនាញមួយនេះហើយគាត់បារម្ភខ្លាចរៀនចប់ហើយអត់ដឹងធ្វើការងារអីដូចបងបានលើកឡើងអញ្ចឹងគឺអាចថាមានការងារមួយចំនួនច្រើនមែនទែនដែលនិស្សិតជំនាញមួយនេះអាចចាប់យកការងារនោះទាំងនោះបានពិតជាល្អមែនទែនបងដល់ហើយខ្ញុំចាប់អារម្មណ៍បងលើកឡើងតកតងទៅនឹងអាចថារៀនបដាធ្វើការបដាណាខ្ញុំចង់ឲ្យបងចែកម្លេចថាការយកឃើញរបស់បងវិញថាតើនិស្សិតគួររៀនបដាធ្វើការបដាដែរឬទេបងចាបងចំពោះនិស្សិតដែលគាត់រៀនជំនាញរដ្ឋបាលសាធារណៈនេះគាត់គួរតែធ្វើការងារហើយការងារដែលគាត់គួរតែធ្វើនោះពាក់ព័ន្ធទៅនឹងជំនាញដែលគាត់រៀនគាត់អាចទៅស្ម័គ្រចិត្តគាត់អាចទៅហាត់ការជាមួយស្ថាប័នណាដែលគេកំពុងធ្វើការជាមួយអីដែលគាត់កំពុងតែបានសិក្សារៀនសូត្រចឹងណាបងប៉ុន្តែដោយឡែកនិស្សិតក៏អាចទៅធ្វើការក្រៅពីនឹងបានដែរបើករណីថាគាត់មានជីវភាពខ្វះខាតគាត់អាចផ្គត់ផ្គង់ការសិក្សារបស់គាត់បានអញ្ចឹងដោយសារតែជាទូទៅយើងអាចរៀនតែមកវេននេះបងរដ្ឋបាលសាធារណៈជាភាគច្រើនហ្មងអញ្ចឹងមកវេនទៀតយើងអាចចំណាយពេលទៅធ្វើការអីផ្សេងដើម្បីផ្គត់ផ្គង់ចំណូលបានប៉ុន្តែគួរតែបែងចែកពេលវេលាឲ្យបានល្អផងដែរសម្រាប់ការរៀនសូត្រចាអរគុណបងខ្ញុំចាប់អារម្មណ៍ត្រង់បងលើកឡើងតកតងទៅនឹងអាចថាហាត់ការងារឬក៏ធ្វើជាអ្នកស្ម័គ្រចិត្តយុវជនស្ម័គ្រចិត្តអីចឹងបងខ្ញុំចង់ឲ្យបងចែកម្លេចថាតើហេតុអ្វីបានជានិស្សិតគួរតែអាចថាចូលរួមការងារក្នុងសង្គមដូចជាធ្វើជាយុវជនស្ម័គ្រចិត្តឬក៏ហាត់ការងារតាមស្ថាប័នផ្សេងៗហ្នឹងថាតើហេតុអ្វីបានជាយុវជនយើងត្រូវតែចូលរួមដែរបងចាបងយុវជនយើងគួរតែចូលរួមប្រឡូកមួយការងារសង្គមការងារស្ម័គ្រចិត្តកាន់តែច្រើនកាន់តែល្អបងយើងជាអ្នករដ្ឋបាលសាធារណៈអញ្ចឹងយើងត្រូវមានជំនាញតំណែងមានជំនាញនៃការប្រស័យតាក់ទងល្អជាមួយមនុស្សជុំវិញខ្លួនអញ្ចឹងណាបងអញ្ចឹងការដែលយើងធ្វើការងារស្ម័គ្រចិត្តគឺវាផ្សារភ្ជាប់ខ្លួនយើងទៅនឹងសង្គមខាងក្រៅហើយក្រៅពីហ្នឹងក៏វាបានផ្ដល់ឱកាសឲ្យយើងដឹងពីសុខទុក្ខអ្នកដែលនៅជុំវិញខ្លួនយើងថាតើគេមានផ្នត់គំនិតបែបណាគេមានការចង់បានបែបណាវាងាយស្រួលសម្រាប់យើងនៅពេលអនាគតទៅបើសិនជាយើងមានឱកាសអាចធ្វើការបម្រើប្រទេសជាតិបានយើងនឹងយកបទពិសោធន៍ទាំងអស់ហ្នឹងទៅប្រើប្រាស់ទៅលើអីដែលយើងបានឃើញបានដឹងនឹងបងចាបងអរគុណបងសម្រាប់ការចែកម្លែកពិតជាចម្លើយដ៏ល្អមែនតើអាចថានិស្សិតមួយចំនួនគាត់ចាប់អារម្មណ៍ត្រង់ការធ្វើជាយុវជនស្ម័គ្រចិត្តឬក៏ហាត់ការងារផ្សេងៗប៉ុន្តែគាត់ដឹងថាតើគួរចូលរួមដើម្បីអ្វីប៉ុន្តែដូចបងបានលើកឡើងអញ្ចឹងអាចថាបន្ទាប់ពីយើងចូលរួមហើយយើងបានស្គាល់នៅអាចថា network បន្ថែមហើយរៀនសូត្រពីមនុស្សដែលគាត់ចូលរួមក្នុងកម្មវិធីនឹងយើងយល់ដឹងពីគំនិតក៏ដូចជាអាចថាការចែកម្លែកនៅក្នុងកម្មវិធីនឹងពិតជាល្អមែនតើបងមួយវិញទៀតបងខ្ញុំចង់ឲ្យបងចែកម្លែកអាចថាតកតងទៅនឹងផលប៉ះពាល់នៃបច្ចេកវិទ្យាណាដូចថាសម័យឥឡូវនេះ Gen Z របស់យើងស្គាល់គ្រប់គ្នាគឺ AI នឹងឯងអញ្ចឹងខ្ញុំចង់ដឹងថាតើបច្ចេកវិទ្យានឹងវាប៉ះពាល់អ្វីខ្លះនៅក្នុងវិស័យរដ្ឋបាលសាធារណៈនេះបងបើនិយាយពីបច្ចេកវិទ្យា AI វាមានទាំងផលប៉ះពាល់និងផលល្អខ្លះដែរប៉ុន្តែបើនិយាយនៅក្នុងវិស័យរដ្ឋបាលសាធារណៈនេះហើយខ្ញុំឃើញថានិស្សិតភាគច្រើនគឺគាត់ប្រើខុសយើងជានិស្សិតរដ្ឋបាលសាធារណៈអញ្ចឹងយើងអត់ត្រូវការប្រើប្រាស់ AI ច្រើនដូចជំនាញផ្សេងទៀតទេឯកសារឬក៏កម្រងមេរៀនភាគច្រើន AI វាអត់ស្គាល់ទេបងតែជាក់ស្ដែងខ្ញុំឃើញនិស្សិតយើងប្រើប្រាស់ AI សម្រាប់ការធ្វើ assignment សម្រាប់ការស្រាវជ្រាវអញ្ចឹងខ្ញុំអត់លើកទឹកចិត្តឲ្យប្រើប្រាស់ AI នៅក្នុងការធ្វើរឿងទាំងអស់ហ្នឹងទេយើងអាចប្រើប្រាស់បាននៅក្នុងកម្រិតណាមួយអាចថាឲ្យវាផ្ដល់ជាគំនិតនៅក្នុងការទៅស្វែងរកឯកសារឬក៏គំនិតអីផ្សេងៗដែលពាក់ព័ន្ធដែលវាជំនួយដល់ការសិក្សារបស់យើងប៉ុន្តែបើយើងទៅយក AI នេះប្រើប្រាស់ជាគោលនៅក្នុងការស្រាវជ្រាវហ្មងគឺខ្ញុំអត់លើកទឹកចិត្តឲ្យប្រើប៉ុន្តែយ៉ាងណាមិញក៏ខ្ញុំមើលឃើញដែរ AI គឺ
AI ក៏ដូចជាបច្ចេកវិទ្យានេះបានជួយសម្រួលការងាររដ្ឋបាលច្រើនបងនៅក្នុងហ្នឹងខ្ញុំចង់លើកឡើងដែរដូចជាថ្មីនេះរដ្ឋបាលរាជធានីភ្នំពេញគឺបានដាក់ចេញឲ្យអនុវត្តផ្លូវការនៅការផ្ដល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញហើយការអនុវត្តនេះដែរគឺចាប់ពីថ្ងៃទី1មិថុនានេះទៅហើយខ្ញុំក៏មានឃើញទៀតដែរនៅខាងខេត្តកំពង់ស្ពឺខាងខេត្តកំពង់ស្ពឺរដ្ឋបាលខេត្តកំពង់ស្ពឺក៏បានដាក់ចេញជាផ្លូវការនៅការស្នើសុំនឹងការផ្ដល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញដែរទៅលើ9វិស័យបងហើយនេះខ្ញុំយល់ថាជាការសម្រួលការងាររដ្ឋបាលមួយដល់បងមន្ត្រីហើយមួយវិញទៀតជាការចូលរួមចំណែកធំមួយដែរដល់ប្រជាពលរដ្ឋគឺវាជាភាពងាយស្រួលសម្រាប់គាត់អត់ចាំបាច់ថាគាត់ទៅដល់កន្លែងឬមួយក៏ត្រូវចំណាយអីផ្សេងដែរអញ្ចឹងបងគឺល្អមែនតើចាអរគុណបងពិតជាចម្លើយដ៏ល្អមែនតើអញ្ចឹងសម្រាប់បច្ចេកវិទ្យានេះអាចថាវាមានទាំងគុណវិបត្តិហើយនិងគុណសម្បត្តិអរគុណបងឥឡូវយើងងាកមកអាចថាកលឹះក្នុងការរៀនជំនាញរដ្ឋបាលសាធារណៈនេះវិញម្ដងខ្ញុំចង់ឲ្យបងចែកម្លែកតាមរយៈបទពិសោធន៍បងរៀនទៅលើជំនាញនេះផ្ទាល់ថាតើបងយល់ឃើញថាតើនិស្សិតគួរតែប្រើប្រាស់វិធីសាស្ត្រអ្វីដែរដើម្បីរៀនជំនាញមួយនេះឲ្យទទួលបានប្រសិទ្ធភាពល្អឬក៏យើងអាចហៅថារៀនបកាយអញ្ចឹងបងពីខ្ញុំទៅចំពោះវិធីសាស្ត្រដើម្បីឲ្យរៀនបកាយនឹងនិស្សិតរដ្ឋបាលសាធារណៈគួរតែអានឯកសារឲ្យបានច្រើនអានសភៅពាក់ព័ន្ធជាមួយវិស័យរដ្ឋបាលសាធារណៈហើយមួយចំនួនទៀតក៏ពាក់ព័ន្ធជាមួយច្បាប់ដែរពីគំនិតនយោបាយផ្សេងមិនថាឯកសារនៅក្នុងឬក៏នៅជាភាសាបរទេសអីជាដើមដោយសារតែបើយើងអាចអានជាភាសាបរទេសបានគឺចំណេះដឹងយើងកាន់តែទូលំទូលាយដែរហើយដូចខាងលើដែរគឺពាក់ព័ន្ធជាមួយការស្ដាប់មនុស្សជុំវិញខ្លួនការស្ដាប់ព័ត៌មានអញ្ចឹងកាលណាដែលយើងស្ដាប់យើងទទួលបានទិន្នន័យយើងទទួលបានព័ត៌មានច្រើនជាឱកាសផ្ដល់ឲ្យយើងនៅការគិតពិចារណាបានស៊ីជម្រៅហើយមួយវិញទៀតអត់មានអីច្រើនទេគឺពាក់ព័ន្ធនឹងការចេះធ្វើការងារជាក្រុមនឹងឯការចេះធ្វើការងារជាក្រុមចេះពិភាក្សាវែកញែកហើយនឹងតស៊ូមតិអីចឹងជាដើមបងចាអរគុណបងពិតជាវិធីសាស្ត្រដ៏ល្អមែនតើអាចថាសិស្សនិស្សិតដែលគាត់កំពុងរៀនលើជំនាញរដ្ឋបាលសាធារណៈនេះផ្ទាល់គាត់អាចអនុវត្តតាមវិធីសាស្ត្ររបស់បងបានទី1គឺអាចថាយើងអានសភៅឲ្យច្រើនទាក់ទងទៅនឹងជំនាញមួយនេះហើយមួយទៀតដូចជាជំនាញច្បាប់អាចថាសភៅដែលទាក់ទងនឹងច្បាប់ក៏យើងត្រូវអានឲ្យច្រើនដែរហើយមួយទៀតអាចថាជាភាសាដែលបើសិនជាយើងអាចអានជាភាសាបរទេសបានវាជួយឲ្យយើងអាចថាការរៀនជំនាញមួយនេះវាកាន់តែល្អហើយចុងក្រោយគឺយើងត្រូវចេះស្ដាប់ហើយនឹងចេះចូលរួមឬក៏អាចថាធ្វើការងារជាក្រុមពិតជាវិធីសាស្ត្រដ៏ល្អមែនទែនបងដែលឡែកខ្ញុំចង់ឲ្យបងអាចថាបន្ទាប់ពីបងរៀនលើជំនាញរដ្ឋបាលសាធារណៈនេះហើយតើជំនាញមួយនេះវាបានជួយអីខ្លះនៅក្នុងជីវិតប្រចាំថ្ងៃរបស់បងដែរបងសម្រាប់ខ្ញុំការដែលរៀនជំនាញនេះគោលដៅរបស់យើងគឺប្រកាសជាចង់ធ្វើមន្ត្រីឬក៏ធ្វើការអីមួយឯងប៉ុន្តែបើពីខ្ញុំទៅខ្ញុំយល់ថាការដែលរៀនជំនាញនេះមិនត្រឹមតែផ្ដល់ឱកាសឲ្យយើងក្លាយជាមន្ត្រីឬក៏បុគ្គលិកណានីមួយឯងប៉ុន្តែវាផ្ដល់នៅការដែលចេះគិតចេះវិភាគការដែលចេះអាចថាមើលទៅក្នុងសង្គមបានស៊ីជម្រៅនៅពេលដែលយើងបានចូលសិក្សាលើជំនាញនេះយើងនឹងមើលឃើញសង្គមមើលឃើញរឿងរ៉ាវដែលអ្នកដទៃមើលឃើញតែមួយឯងប៉ុន្តែយើងអាចមើលឃើញខុសពីមួយអាចថាបែកទៅជ្រុងផ្សេងយើងគិតអាចថាស៊ីជម្រៅឬក៏ល្អិតល្អន់ជាងគេចឹងណាបងហើយមួយវិញទៀតខ្ញុំក៏យល់ថាការដែលរៀនជំនាញនេះគឺជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃបានច្រើនដែរដូចជាជាក់ស្ដែងយើងរស់នៅក្នុងសង្គមបច្ចុប្បន្ននេះគឺផ្សារភ្ជាប់ខ្លួនជាមួយអញនិយាយបានថារបៀបការធ្វើលិខិតឬក៏ឯកសារអីផ្សេងអញ្ចឹងណាបងវាមានការចាំបាច់ណាមួយនៅក្នុងនាមជានិស្សិតរដ្ឋបាលសាធារណៈគឺគាត់យល់ដឹងច្រើនបងយ៉ាចឹងអរគុណបងដោយសារតែពេលវេលាយើងមានកំណត់ហើយឥឡូវនេះយើងចិត្តចូលមកដល់ទីបញ្ចប់ចឹងណាខ្ញុំចង់ឲ្យបងមានជាមតិផ្ដាំផ្ញើឬក៏ពាក្យលើកទឹកចិត្តអ្វីទៅកាន់សិស្សប្អូនដែលគាត់ចាប់អារម្មណ៍លើជំនាញមួយនេះចឹងណាបងចាបងពីខ្ញុំទៅកាន់សិស្សប្អូនដែលទើបតែចប់ទី12ឬមួយក៏មិនទាន់ចប់ក៏ដោយក្តីមុននឹងសម្រេចចិត្តមកបន្តការសិក្សាត្រូវដឹងច្បាស់សិនត្រូវដឹង
ត្រូវស្គាល់ខ្លួនឯងជាមុនសិនថាតើយើងចង់រៀនជំនាញអីឲ្យពិតប្រាកដហើយមុននឹងសម្រេចចិត្តថាយើងចង់រៀនអីគឺត្រូវសិក្សាស្វែងយល់ពីជំនាញនឹងបន្ថែមតួយ៉ាងដូចជាMACA គឺបង្កើត podcast មកល្អមែនតើលើកឡើងពីជំនាញនីមួយៗអញ្ចឹងអនុញ្ញាតឲ្យសិស្សប្អូនបានសិក្សាស្វែងយល់អញ្ចឹងបើប្អូនចង់ដឹងពីជំនាញណាមួយគឺអាចចូលមើល page បានយ៉ាបងហើយបើសិនជាយល់ថាខ្លួនឯងចូលចិត្តជំនាញរដ្ឋបាលសាធារណៈហើយចង់មករៀនរដ្ឋបាលសាធារណៈដូចបងដែរយល់ថាបើទោះបីជាមានឧបសគ្គបើទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយគឺគួរតែជំនះហើយជឿជាក់លើខ្លួនឯងបើសិនជាកុំមានផ្នត់គំនិតតែម្ដងថារៀនហើយអត់មានការងារធ្វើហ្នឹងអីមករៀនសិនមករៀនឲ្យដើម្បីអភិវឌ្ឍខ្លួនឯងឲ្យខ្លួនឯងមានចំណេះដឹងមករៀនសិនមកប្រឡូកនៅក្នុងសង្គមជាមុនសិននៅពេលមកដល់ជាក់ស្ដែងយើងដឹងថាសង្គមនេះគឺវាធំទលាយខ្លាំងមែនតើមានអីជាច្រើនដែលយើងត្រូវសិក្សាមានអីជាច្រើនដែលយើងត្រូវដឹងត្រូវឮអញ្ចឹងណាអញ្ចឹងគួរតែលើកទឹកចិត្តខ្លួនឯងឲ្យបានច្រើនហើយជឿជាក់លើខ្លួនឯងចាអរគុណបងសម្រាប់ការចូលរួមចែកម្លែកជាចុងក្រោយនាងខ្ញុំនិងក្រុមការងារសូមអរគុណបងប្អូនទាំងគ្នាសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលា